ពីធីបន់ជ្រមុជដកស្រង់ពីម៉ាកុសជំពូក16ខ16អ្នកណាដែលជឿហើយទទួលជ្រមុជទឹកនោះនឹងបានសង្គ្រោះការជ្រមុជទឹកគឺជាការចូលទៅក្នុងជីវិតគ្រីស្ទានអ្នកណាដែលជឿហើយទទួលជ្រមុជទឹកនោះនឹងបានសង្គ្រោះសេចក្តីសង្គ្រោះធ្វើឲ្យមនុស្សអសប្បាយនៅថ្ងៃនេះខ្ញុំផឹកទឹករស់នៃជីវិតស្រស់ស្រាយរីករាយក្រៃលែងខ្ញុំផឹកទឹករស់នៃជីវិតដែលឥតមានព្រំដែនកំណត់ឡើយណាខ្លឹមសារម៉ាកុសជំពូក16ខ16អ្នកណាដែលជឿហើយទទួលជ្រមុជទឹកនោះនឹងបានសង្គ្រោះកិច្ចការជំពូក22ខ16ឥឡូវនេះតើអ្នកបងអង្គចាំអ្វីទៀតចូលក្រោកឡើងទទួលពិធីជ្រមុជទឹកដោយអំពាវនាវព្រះនាមព្រះអង្គម្ចាស់រ៉ូម៉ាំង1ការជ្រមុជទឹកគឺជាការចូលទៅក្នុងការដំណើរជីវិតគ្រីស្ទានការជឿនិងការទទួលជ្រមុជទឹកអាចប្រៀបធៀបជាមួយនឹងជើងទាំងពីររបស់យើងក្នុងការដើរមួយជំហានដំបូងយើងជឿហើយការជឿរបស់យើងអាចប្រៀបធៀបជាមួយនឹងកន្លះជំហាននៃការដើររបស់យើង B បន្ទាប់មកទៀតយើងទទួលជ្រមុជទឹកដែលការជ្រមុជទឹករបស់យើងអាចប្រៀបធៀបពីជំហានពេញលេញនៃការដើររបស់យើងទាំងការជឿនិងការជ្រមុជទឹកធ្វើឲ្យយើងមានជំហានដែលពេញលេញរ៉ូម៉ាំង2ឥឡូវនេះតើអ្នកបងអង្គចាំអ្វីទៀតចូលក្រោកឡើងទទួលពិធីជ្រមុជទឹកដោយការអំពាវនាវព្រះនាមព្រះអង្គម្ចាស់នៅពេលដែលមនុស្សម្នាក់បានទទួលជឿក្នុងព្រះអង្គម្ចាស់គាត់គួរតែទទួលជ្រមុជទឹកភ្លាមមួយរំពេចដោយពុំចាំបាច់រង់ចាំ B ពេលដែលអ្នកទទួលជ្រមុជទឹកអ្នកគួរតែអំពាវនាវព្រះនាមព្រះអង្គម្ចាស់ការអំពាវនាវនេះគឺជាការប្រកាសថាអ្នកដែលទទួលជ្រមុជទឹកបានបែរមករកព្រះអង្គម្ចាស់វិញ C ភាសាក្រិក Baptizo មានន័យថាមុជចូលឬនៅក្រោមរ៉ូម៉ាំង3អ្នកណាដែលជឿហើយទទួលជ្រមុជទឹកនោះនឹងបានសង្គ្រោះ សេចក្តីសង្គ្រោះធ្វើឲ្យមនុស្សអសប្បាយ B សេចក្តីសង្គ្រោះធ្វើឲ្យយើងទទួលបានការអត់ទោសអាចផ្សះផ្សាជាមួយព្រះអាចទទួលបានជីវិតព្រះនិងថែមទាំងអាចសូម្បីតែទទួលបានព្រះជាម្ចាស់ទ្រង់ផ្ទាល់រ៉ូម៉ាំង4តាមឆ្នាំនឿយហត់ស្វែងរកមិនជួបទឹកដ៏រស់ជាទឹកដ៏រស់ហូរដល់អស់កលគ្រប់ទាំងអស់ក្នុងលោកមិនអាចគាប់ចិត្តប្រាថ្នាមានអ្វីអាចឲ្យស្កប់ចិត្តដែរនៅថ្ងៃនេះខ្ញុំផឹកទឹកដ៏រស់ហូរដល់អស់កលនៅថ្ងៃនេះខ្ញុំផឹកទឹករស់នៃជីវិតស្រស់ស្រាយរីករាយក្រៃលែងខ្ញុំផឹកទឹករស់នៃជីវិតដែលឥតមានព្រំដែនកំណត់ឡើយណា